វាឆ្ងាញ់លោក Selby បារម្ភថារោងចក្រនៅផ្លូវ BSA ពេកចាមអារាមមិនបានចាប់ផ្ដើមទេពេកចាមអារាមថាមានការប្លន់អ្វីដែរទៅឆាប់និយាយមកខ្ញុំបានសួរមនុស្សម្នាក់ដែលបានលួចម៉ូតូខ្ញុំ4គ្រឿងជាមួយនឹងសាំងផុសប៉ុន្តែពួកគេបានរើសខុសធំនេះជាមូលហេតុដែលពួកគេបញ្ជូនប៉ូលីសមកពី Belfast អាចមែនឬមិនអាចទេធំមកឯងជាអ្នកបង្កើតសៀវភៅជាចៅប្លន់ជាអ្នកប្រយុទ្ធបរោះឯងមិនមែនល្ងងទេឯងលក់របស់ទាំងនេះទៅឲ្យអ្នកណាឯងនឹងដឹងមើលគាត់ព្រះអង្គម្ចាស់ខ្ញុំទាយថានាងកំពុងតែនិយាយទេពេលនេះពួកយើងគឺជាអ្នកកាន់កាប់កំភ្លើងយន្តនោះហើយពួកគេគឺជាអ្នកដែលនៅក្នុងពួកជ្រាំត្រកូលីកំពុងវាបហាគ្នាលោកហើយយកលុយរបស់លោកហើយគ្នារបស់លោកមិនអាចគ្រប់គ្រងពួកគេបានទេលោកត្រូវការជំនួយយើងមានតំណែងទំនោរហើយយើងដឹងពីរបៀបដែលពួកគេដំណើរការពួកអស់លោកទទួលសំណូកប្រមាណឆ្នាំហើយចាប់តាំងពីសង្គ្រាមពួកអស់លោកបានធ្វើជាមើលមិនឃើញអស់លោកអាក្រក់ជាងខ្ញុំយ៉ាងណាយើងជា Peaky Blinders យើងមិនខ្លាចប៉ូលីសទេការងារខ្ញុំនឹងបោសសម្អាតពួកអ្នកដោយដៃព្រះខ្ញុំដឹងយើងនឹងចាត់ការពួកគេមុនពេលជួបជុំគ្រប់គ្នារាល់គ្រាប់កំភ្លើងនឹងនាំឲ្យខ្ញុំដើម្បីត្រួតពិនិត្យលើកដៃអ្នកទាំងអស់គ្នាឡើងដែលចង់ធ្វើកតកម្មខ្ញុំកំពុងតែរកThomas Selbyខ្ញុំមិនដែលឮពីគេទេរឿងត្រកូល Peaky Blinders វគ្គ 1